ជំរាបសួរបងប្អូនទាំងអស់គ្នាណាគេខ្លះដែលបានមកលេងអង្គរសង្ក្រាន្តនៅខេត្តសៀមរាបហើយណាគេខ្លះដែលអត់បានមកលេងណាអាចមកមើលវីដេអូនេះបានវីដេអូនៃខ្ញុំថតនេះគឺចូលឆ្នាំថ្ងៃទី2អ្នកនរគ្នាដោយសារថ្ងៃទី1គឺខ្ញុំទៅវត្តថ្ងៃទី2នេះទើបខ្ញុំបានទៅលេងអង្គរសង្ក្រាន្តប៉ុន្តែខ្ញុំទៅនេះក៏បានទៅសពដែរអ្នកនរគ្នាដោយសារតែធំខ្លាំងមែនតើខ្ញុំទៅបានត្រឹមតែមុខបវេនអង្គរវត្តអង្គរតូចយើងទេទៅមើលវីដេអូនឹងទាំងអស់គ្នាថាមួយថ្ងៃពេញថ្ងៃទី2ហ្នឹងខ្ញុំធ្វើអីគេខ្លះនៅក្រោយថានៅសៀមរាបបានមកថ្ងៃទី2អូសង្ក្រាន្តនៅឆ្នាំនេះគេរៀបចំមកធំមែនតើអ្នកនរគ្នាហើយស្អាតទៀតអ្នកដែលមកលេងសៀមរាបឆ្នាំនេះគឺមកពីគ្រប់ខេត្តក្រុងហ្មងនិយាយទៅគេខេត្តផ្សេងណាប៉ុន្តែគេមកលេងកោសង្ក្រាន្តគ្រប់គ្នាចុះយើងអ្នកសៀមរាបនៅធ្វើអីបានមកវាដូចជាអត់គប្បីសោះហ្មងអ្នកនរគ្នាដោយសារតែកោសង្ក្រាន្តណាគេខំរៀបចំមកចំណាយទាំងថវិកាចំណាយទាំងកម្លាំងចំណាយទាំងពេលវេលានិយាយទៅគឺរៀបចំមុនឡើងចង់មួយខែទ្រាំបានចេញជារូបរាង3ថ្ងៃហ្នឹងហើយកន្លែងដែលខ្ញុំចូលទៅលេងមុនគេហ្នឹងគឺនៅម្ដុំត្បាំងសេះអ្នកនរគ្នានិយាយទៅគេមកកន្លែងទៅមកកន្លែងគេរៀបចំមកស្អាតខ្លាំងមែនតើហើយគឺបែបខ្មែរហ្មងសំបីតរោងសំបីតកន្លែងលក់អីហ្នឹងណាក៏គេធ្វើបែបខ្មែរដែរដូចអ្នកនរគ្នាឃើញអញ្ចឹងហើយកន្លែងនេះវិញគឺកន្លែងដែលគេស្កល់ថ្នោតឲ្យយើងមើលភ្លាមហ្មងកន្លែងដែលរំស្គរដៃគឺមានគ្រប់កន្លែងហ្មងអញ្ចឹងសប្បាយទាំងចាស់ទាំងក្មេងបើទៅជាក្រុមទៀតគឺកាន់តែសប្បាយបើថាយើងទៅម្នាក់ឯង2នាក់អីចឹងយើងអៀនអត់សូវហ៊ានរំសូវអីចឹងណាតែបើទៅជាក្រុមគឺដឹងតែសប្បាយហ្មងខ្វះទេអ្នកនរគ្នាកន្លែងថតរូបកន្លែងថតវីដេអូគឺខ្វះតែអ្នកថតឲ្យទេសង្គ្រាមយើងឆ្នាំនេះមនុស្សច្រើនមែនប៉ុន្តែមិនច្រើនដល់ថ្នាក់ចៀតគ្នាប៉ះដើរលេងអត់សប្បាយណាអ្នកនរគ្នានិយាយទៅគឺមកល្មមយើងដើរមាន space មានអីនិយាយទៅសប្បាយហ្មងខ្ញុំស្មានថាដើរតែមួយផ្លែតតែអ្នកនរគ្នាប៉ុន្តែដើរភ្លេចខ្លួនណាប្រហែលជា2-3ម៉ោងដែរណាអាហ្នឹងដើរអត់សប់ផងហើយអ្នកដែលទៅគឺសប្បាយតាមចំណងចំណូលចិត្តរៀងខ្លួនហ្មងអ្នកខ្លះទៅក៏សប្បាយនឹងរាំអ្នកខ្លះទៅក៏សប្បាយនឹងថតរូបអញ្ចឹងណាហើយអ្នកខ្លះទៅក៏សប្បាយភ្នែកទៅអ្នកនរគ្នាបើខ្ញុំវិញគឺសប្បាយភ្នែកមែនតើដោយសារតែងាកទៅជ្រុងណាក៏ស្អាតដែរងាកទៅជ្រុងណាក៏ពេញចិត្តដែរហើយរបស់ទាំងអស់ហ្នឹងគឺសិតសឹងតែជារបស់កសិករខ្មែរសិប្បកម្មរបស់ខ្មែរធ្វើឡើងដោយដៃអីហ្នឹងគឺគាត់យកមកតាំងបង្ហាញនៅនឹងទាំងអស់ដូចកន្លែងនេះអញ្ចឹងកន្លែងដែលគេធ្វើកម្មាគឺគាត់លើកតង្កៃមកធ្វើភ្លាមឲ្យយើងមើលនឹងភ្នែកអញ្ចឹងហ្មងហើយនិយាយទៅមានច្រើនមែនតើអាស្រ័យលើយើងដើរអស់មិនអស់អញ្ចឹងណាហើយដូចកន្លែងនេះអីអ្នកនរគ្នាកន្លែងហ្នឹងគឺផ្កាខ្មែរដែលគេធ្វើមកពីសបកពោតជ្រលក់ពណ៌ហើយបានគេយកទៅធ្វើហើយអ៊ីនៅនឹងគាត់ធ្វើដោយផ្ទាល់ដៃនៅនឹងហ្មងអញ្ចឹងបើយើងចង់រៀនចង់អីយើងអាចចូលទៅធ្វើជាមួយគាត់ក៏បានដែរហើយបន្ទាប់មកយើងងាកមកមើលជ្រុងខាងនេះវិញជ្រុងខាងនេះជាទូទៅហ្មងណាអ្នកនរគ្នាតែគេធ្វើអង្គរសង្ក្រាន្តគឺម្លុកនេះគឺគេដាក់គេហៅថាតំបន់ត្រជាក់នៅខាងតំបន់ត្រជាក់ហ្នឹងភាគច្រើនគឺគេលេងហ្គេមតាក់ទងទៅនឹងទឹកណាអ្នកនរគ្នាចាំតិចទៀតខ្ញុំនាំអ្នកនរគ្នាទៅមើលនិយាយទៅគឺហ្គេមគេមានច្រើនមែនតើមុននឹងយើងឆ្លងទៅដល់តំបន់ត្រជាក់ហ្នឹងយើងត្រូវមកឆ្លងស្ពានសាំងស្នេហ៍នេះសិននេះអ្នកនរគ្នាដាក់ប្រហែលជា300-400ប៉ុស្តិ៍សិនហ្នឹងមុននឹងទៅដល់កន្លែងតំបន់ត្រជាក់ហ្នឹងណាបន្ទាប់ពីឆ្លងស្ពាននឹងហើយគឺយើងដើរមកដល់តូបសិប្បកម្មខ្មែរនេះអ្នកនរគ្នានិយាយទៅគឺគេធ្វើមកពីដើមត្នោតទាំងអស់ហ្មងមានតាំងពីរនាតមានតាំងពីចានស្រាក់មានតាំងពីថូផ្កាមានតាំងពីគ្រឿងលម្អមានតាំងពីកែវហើយគ្រឿងទាំងអស់ហ្នឹងមិនមែនត្រឹមតែដាក់តាំងណាអ្នកនរគ្នាអាចយកទៅប្រើប្រាស់បានទៀតឧទាហរណ៍ដូចកែវដែលខ្ញុំបង្ហាញអ្នកនរគ្នានេះអញ្ចឹងនិយាយទៅយើងអាចដាក់ទឹកបានដាក់អីបាននិយាយទៅ
ប្រាបានរងថ្ងៃហើយខ្ញុំក៏បានទិញទុកមួយដែរទុកជាអនុស្សាវរីយ៍ទុកនឹងស្អាតណាស់អ្នកនរគ្នាយើងអាចយកទៅដាក់នៅទូត្រីតាំងលម្អអញ្ចឹងណាហើយបើនិយាយពីតម្លៃវិញគឺធូរថ្លៃទេអ្នកនរគ្នាអត់ថ្លៃទេហើយកន្លែងនេះវិញគឺជាកន្លែងដែលគេប្រកួតជិះកង់លើទឹកណាអ្នកនរគ្នាបន្តិចទៀតមានអ្នកប្រកួតដែរអញ្ចឹងចាំមើលវីដេអូទាំងអស់គ្នានិយាយទៅមើលឲ្យសប្បាយសើចហ្មងមើលដំបូងស្មានតែអូនឈ្នះឯតាមានណាមុនក្រោយសោះហើយហ្គេមនៅនឹងអ្នកនរគ្នាយើងអាចចូលរួមលេងបានទាំងអស់គ្នាហ្មងនិយាយទៅឲ្យយើងស្ម័គ្រចិត្តលេងគឺមិនមានតែប៉ុណ្្នឹងអ្នកនរគ្នាមានច្រើនទេប៉ុន្តែខ្ញុំថតបានទទួលទ្រូហើយដោយសារខ្ញុំអត់បាននៅយូរដែរខ្ញុំចូលមើលមួយផ្លេតអញ្ចឹងខ្ញុំក៏អត់បានថតអញ្ចឹងយើងមកមើលកន្លែងកញ្ញាធ្លាក់ទឹកនេះម្ដងប៉ុន្តែកន្លែងកញ្ញាធ្លាក់ទឹកនេះគឺយើងត្រូវទិញកូនបាល់ណាអ្នកនរគ្នាកន្លែងនេះគឺគេអត់លេង free ទេតែតម្លៃក៏មិនថ្លៃហ្មងដែរអ្នកនរគ្នាមកល្អីហ្នឹងតម្លៃត្រឹមតែ 5000 ទេអ្នកដែលចូលចិត្តរាំគឺអត់ខ្វះកន្លែងទេអ្នកនរគ្នាមានទាំងឆាកក៏មានជាស្គរដៃក៏មានសំខាន់យើងក្លាហានអត់ហើយស្រឡាញ់មួយណាចូលរាំមួយហ្នឹងទៅកន្លែងរាំគឺមានគ្រប់កន្លែងហ្មងគ្នាត្រឹមតែ 4-5 នាក់អីតានីហ្មងដឹងតែអត់ចេញពីវងទេវីដេអូខ្ញុំនេះរៀងវែងបន្តិចហើយអ្នកនរគ្នាដោយសារតែខ្ញុំចង់ថតទស្សនភាពទាំងអស់ហ្នឹងទុកមើលថ្ងៃក្រោយទៀតមិនប្រកាសថាថ្ងៃក្រោយគេត្រូវធ្វើអង្គរសង្ក្រាន្តនឹងទៀតទេអញ្ចឹងតនគេរៀបចំស្អាតហើយសំខាន់ធ្វើនៅលើទឹកដីសៀមរាបនៅក្បែរអង្គរអីអញ្ចឹងទៀតណាងាយមានកម្មវិធីអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងតនមានយើងថតទុកមើលថ្ងៃក្រោយទៀតទៅកន្លែងស្អាតមើលរបស់ស្អាតអីចឹងណាកម្មវិធីអង្គរសង្ក្រាន្តនេះគឺគេមិនមានរៀបចំទៅនឹងអង្គរតូចហ្នឹងទេអ្នកគ្នាគឺមាននៅអង្គរធំទៀតគេហៅថាភូមិខ្ញុំហ៎ប៉ុន្តែខ្ញុំអត់បានទៅទេហើយវីដេអូខ្ញុំក៏មិនថតបានគ្រប់ជ្រុងជ្រោយនៃអង្គរសង្ក្រាន្តនឹងដែរហើយណាមួយទៀតបច្ចេកទេសថតខ្ញុំក៏មិនស្អាតអីដែរគ្រាន់តែដូចខ្ញុំបញ្ជាក់ចឹងអ្នកគ្នាខ្ញុំថតទស្សនភាពទាំងអស់ហ្នឹងទុកមើលថ្ងៃក្រោយឲ្យយើងដឹងថាយើងយកមកមើលវិញថាអង្គរសង្ក្រាន្ត 2025 គេរៀបចំមកមិនស្អាតមិនអីមិនចឹងណានិយាយទៅកម្មវិធីអង្គរសង្ក្រាន្តណាគឺខ្ញុំអត់ដែររំលងមួយឆ្នាំទេអ្នកគ្នាឲ្យតែគេធ្វើគឺខ្ញុំដឹងតែមកប៉ុន្តែស្ដាយត្រង់ថាខ្ញុំអត់ដែរថតវីដេអូអត់ដែរថតទស្សនភាពទាំងអស់ហ្នឹងទុកអញ្ចឹងយើងអត់មានអីមើលទេយើងគ្រាន់តែចងចាំនៅក្នុងខ្លួនយើងណាប៉ុន្តែយើងអត់មានអីយកមករំលឹកវិញពេលអញ្ចឹងស្ដាយដែរយើងភ្លេចអស់ថាកាល2014គេធ្វើមិន2015គេធ្វើមិនគេរៀបមិនអីហ្នឹងរៀងផ្លេចអស់ហើយមួយចំនួនសមដែលធំជាងគេអីហ្នឹងក៏អត់បានថតដែរអ្នកនរគ្នាស្ដាយមែនតែនហ្មងអីចាប់ពីថ្ងៃនេះទៅរាល់ទស្សនភាពកម្មវិធីណាស្អាតឬក៏កម្មវិធីធំគឺយើងត្រូវថតទុកទាំងអស់ដើម្បីទុកជាអនុស្សាវរីយ៍ហើយកន្លែងនេះអ្នកនរគ្នាស្គរធំហ្នឹងគឺស្គរសាទរកម្ពុជាហ្នឹងទម្ងន់3តោនណាអ្នកនរគ្នាស្គរធំជាងគេហ្មងចេញពីហ្នឹងមកយើងមកដើរមើលតាមស្តង់ម្ដងអ្នកនរគ្នាសប្បាយម្យ៉ាងដែរតែតាមស្តង់ហ្នឹងគឺគេមានរង្វាន់ឲ្យយើងរហូតហ្មងគេមានហ្គេមគេមានចាប់ឆ្នោតគេមាន follow page គេមានdownload អីអញ្ចឹងទៅគឺគេមានរង្វាន់ឲ្យយើងហើយនិយាយទៅគឺសប្បាយម្យ៉ាងដែរយើងដើរតាមស្តង់មួយអញ្ចឹងណាហើយមិនបាច់ចាំអៀនអីទេអ្នកនរគ្នាគេចង់ឲ្យតែយើងចូលលេងស្តង់គេហ្នឹងចេញពីអង្គរសង្ក្រាន្តមកយើងសម្រាប់មួយផ្លែតគឺដល់វេនយើងហើយអ្នកនរគ្នាចាប់ពីម៉ោង 2 ជាងម៉ោង 3 ហ្នឹងគឺរៀបចំខ្លួនទៅបាញ់ទឹកប៉ុន្តែក៏រៀបចំខ្លួនជិះចេញមកក្រៅណាគឺសើមខ្លះហើយដើរលេងបាញ់ទឹកសប្បាយណាអ្នកនរគ្នាធ្វើដូចពួកខ្ញុំទៅគឺជួលកង់3មួយហើយយើងដាក់ធុងទឹកអាធំនៅកណ្ដាលមួយអ្នកនរគ្នាជិះបានជុំគ្នាហើយសប្បាយទៀតហើយសំខាន់ណាអត់សូវស្ទះទេខ្ញុំតោះទៀតក៏វាហៀទៅហើយនេះចូលមកដល់ពេលល្ងាចអ្នកគ្នារូបរាងរោករ៉ាក់តិចណាដោយសារមួយថ្ងៃពេញហើយបាញ់ទឹកអាពេលបាញ់ទឹកហ្នឹងក៏បានថតទេដោយសារតែគាត់ចេញទៅគឺប្រយុទ្ធយកមកហើយបើនិយាយពីសម្រស់វិញគឺរោករ៉ាក់ខ្លាំងមែនតែនតែអត់អីទេសប្បាយនៅសួនបរិដំណាក់នៅមុខកោះរ៉ង់អូតែនេះវិញអ្នកគ្នាគឺកន្លែងដែលគេឆ្លងទៅទសវត្សទី60អូខ្ញុំស្រឡាញ់កន្លែងនេះខ្លាំងមែនតែនឆាកគេអីហ្នឹងគឺគេរៀបចំដោយកាមុនដូចសម័យទសវត្សទី60ចឹងហើយសំខាន់ណាអ្នកមើលគេគឺអង្គុយក្រាកាទេលមើលដូចមើលល្ខោនអញ្ចឹងណា
កន្លែងនេះគឺសប្បាយហើយខ្ញុំចូលចិត្តខ្លាំងមែនទែនអ្នកគ្នាគេមានប្រគំតន្ត្រីហ្នឹងគឺបែបទស្សវត្សទី60មានអ្នកធ្វើYeah.